សាច់រឿងនៅភាគទី106ក៏បន្តឡើងនៅពេលដែលឮថាអ្វីៗថានេះគឺហើយក៏ឃើញថាពីរអ្នកឪកូននេះក៏នៅឈររបៀបដូចសម្លុតគ្នាមិនទេតុងតុងក៏បានសួរទៅកាន់វៃវៃថាតើពីថ្ងៃនេះបាត់ទៅណាតើបងដឹងអត់ថាលោកប៉ាហើយនឹងខ្ញុំបារម្ភពីបងប៉ុណ្ណាវៃវៃក៏ឆ្លើយថាដឹងតើបងពិតជានឹកអ្នកទាំងពីរខ្លាំងណាស់រួចក៏គេដើរតួបែបកំសត់ថាវៃវៃក៏គេនិយាយថាហើយសម្បីតា baby ក្នុងពោះគេហ្នឹងក៏នឹកលោកប៉ាហើយនឹងបងប្រុសរបស់គេខ្លាំងណាស់ដែរលៀនជូក៏និយាយទៅបែបយកសាច់ការថាឲ្យវៃវៃហ្នឹងឆ្លើយជាមួយគាត់តាមត្រង់មកតើអូនបាត់ទៅណាតែក្នុងចិត្តលៀនជូវិញក៏គិតថាប្រពន្ធរបស់ខ្ញុំខ្ជូតខ្លាំងណាស់វៃវៃក៏នៅស្ងាត់បន្តិចរួចក៏បិទភ្នែកសញ្ជឹងគិតថាបែបថាពេលនេះកំពុងតែគិតពិចារណាថាគួរប្រាប់បែបណារួចវៃវៃក៏បាននិយាយថាតាមក៏ពិតទៅគឺអូនបានឆ្លងភពតែមកមុខពីអ្នកឲ្យកូននេះវិញមុខហ្នឹងគឺអត់ជឿហ្មងអាណិតតែវៃវៃកូនខ្ញុំទេខំប្រាប់គេការពិតហើយថាការពិតទៅគឺអូនមិនមែនជាមនុស្សនៅក្នុងភពមួយនេះទេតែមុខពីអ្នកឲ្យកូនហ្នឹងគឺអត់ជឿដាច់ខាតហ្មងអើយអាណិតតែកូនឯងខំប្រាប់គេការពិតហើយគេអត់ជឿទៀតវៃវៃក៏និយាយបន្តទៀតថាប្រហែលថ្ងៃនេះអូនបានឆ្លងទៅពិភពដើមរបស់អូនវិញតែបើងាកមកមើលពីអ្នកឲ្យកូននេះមើលមុខគ្នាបដ ாய் រួចវៃវៃក៏និយាយបែបខ្លាំងៗថាចាប់ពីពេលនេះទៅគឺអូនមានតែអ្នកទាំងពីរនោះទេបើតុងតុងក៏និយាយថាចេះវៃវៃរួចក៏និយាយទាំងស្មើស្មៃថាតើបងគឺជាអេលៀនមែនវៃវៃក៏សួរហារួចលៀនជូក៏បាននិយាយថាបានហើយឆាប់នាំគ្នាទៅចូលគេងទៅតុងតុងក៏ដើរចេញទាំងថារិទ្ធិសួស្ដីទាំងមើលទៅដូចជាមិនទាន់សូវអស់ចិត្តប្រហែលទេចំណែកវៃវៃក៏នៅស្ងាត់បន្តិចលៀនជូក៏នៅឈរសម្លឹងមើលមុខរបស់វៃវៃរួចក៏បានឈោងដៃទៅរួចក៏ចាប់អោបវៃវៃទាំងនិយាយថាកុំគិតច្រើនអីវាគឺសុទ្ធតែជាអតីតកាលនោះទេតែមកមើលការគិតរបស់អប៉លៀនជូវិញគាត់ថាបែបហ្នឹងគឺគ្រាន់បើជាងគាត់ងើបពីដេកមកគឺឃើញ UFO វាថាគាត់បើជាងើបមកឃើញ UFO ដែរមិនអញ្ចឹងអីរួចហើយក៏ឃើញថាគាត់ក៏បានទេទៅដុកទ័រគាត់និយាយថាថ្ងៃនេះគេថាគេមកពីពិភពផ្សេងទៀតហើយដុកទ័រក៏និយាយថាអាការៈនេះវាដូចជាមិនសូវចម្លែកទេតែខ្ញុំណែនាំឲ្យលោកឧស្សាហ៍សួរគេឲ្យបានច្រើនតិចទៅក្រែងលោកថ្ងៃណាមួយលោកសិនគាត់អាចដឹងសតិមកវិញណានិយាយរួមទៅសូម្បីតែលៀនជូក៏អត់ជឿអ្វីៗដែរគាត់គិតថាអ្វីៗកំពុងតែមានបញ្ហាខួរក្បាលសាច់រឿងក៏បានកាត់មកក្នុងបន្ទប់របស់ពួកគេលៀនជូក៏និយាយទៅកាន់អ្វីៗថានិយាយអញ្ចឹងតើអូនបាត់ទៅណារបៀបថាលៀនជូគាត់សួរតែសំណួរដែលរហូតហើយគាត់ចង់ដឹងថាអ្វីៗឆ្លើយមកគាត់មិនយករួចអ្វីៗក៏បានឆ្លើយថាអូនឆ្លងភពតែលៀនជូមើលធ្វើអាការៈមកឡើងសតុននិយាយថាឆាប់ចូលគេងទៅអញ្ចឹងសួរថាអ្នកណាមិនក្តៅនេះសួរសំណួរគេហើយមកធ្វើអញ្ចឹងដាក់គេសួរគេថាបាត់ទៅណាដល់ពេលគេឆ្លើយមែនទែនទៅមកឆ្លើយរបៀបដូចកាត់សម្ដីបើអ្វីៗអត់ខឹងទៅចម្លែកអ្វីៗក៏ខឹងរួចក៏ងាកមកថាជឿឬមិនជឿក៏សាច់តែចិត្តទៅលៀនជូក៏និយាយថាបងជឿអន្តើឥឡូវឆាប់គេងទៅអញ្ចឹងចំណែកអ្វីៗខ្មើតហ្មងរួចក៏ឃើញលៀនជូបានអង្គលមកចិត្តរួចក៏អោបអ្វីៗទាំងសួរទៅកាន់អ្វីៗថាតើភពដើមរបស់អូនធ្លាប់រស់នៅតើវាយ៉ាងម៉េចដែរអ្វីៗក៏បានឆ្លើយថាភពដើមរបស់អូនគឺវាតែអាប៉ែនឹងសាំតប៉ែមែនតើអាគ្នាឆ្លើយឲ្យស្រាប់តែគាត់មកនិយាយបានហើយជប់សិនរួចក៏និយាយថាតង់ភាសានិយាយរបស់អូនល្អគ្រាន់បើមុខអ្វីៗរបៀបថាអញទ្រាំបានលើហើយមើលតែរូបទៅក៏ដឹងថាភពផ្កាយភពប្រច័ននេះលៀនជូក៏សួរអ្វីៗថាពេលទៅណាមកណាគេជាអីទៅអ្វីៗគាត់ឆ្លើយថាឡានលៀនជូក៏សួរទៀតថាចុះកន្លែងរស់នៅវិញអ្វីៗគាត់ក៏ឆ្លើយថាផ្ទះលៀនជូក៏សួរបន្តទៀតថាហើយញ៉ាំអីវិញអ្វីៗក៏ឆ្លើយទៅខឹងថាញ៉ាំបាយនឹងហើយលៀនជូក៏គិតថាហើយមើលទៅប្រពន្ធខ្ញុំដូចជាមិនសូវធ្ងន់ធ្ងរអីទេអត់មិនទេគិតតែគ្នាឈួតមែនរួចអ្វីៗក៏បានងាកមកនិយាយថាប៉ុន្តែនៅភពនោះគឺគេមាន6ភេទណាដំបូងគឺស្រីហើយនឹងប្រុសហើយនៅក្នុងនោះគឺមាន Alpha Beta និង Omega ផងដែររួចគេក៏បានរាយរាប់ទាំង shoot ថាចំណែកឯភេទនីមួយៗគឺមានតួនាទីខុសៗគ្នា Alpha និង Omega គឺគេមាន hit ជាមួយគ្នានិង Beta គឺអត់មាននោះទេលៀនជូវិញក៏មើលមុខប្រពន្ធម្ដងគិតម្ដងទាំងបែកញើសថាចាស់គឺតែងតែនិយាយមិនខុសមែនថាកំតាន់អាលកាត់រឿងអីលឿនពេកដោយសារមិញនឹងលៀនជូក៏គិតថាប្រពន្ធក៏អត់សូវធ្ងន់ធ្ងរទេប៉ុន្តែឥឡូវគឺធ្ងន់ធ្ងរលើសដើមដល់វគ្គនេះអត់មានសើចរហូតមកប៉ុន្តែក៏និយាយបែបទាំងស៊ីអារម្មណ៍ថាចុះវគ្គកម្ដៅអញ្ចឹងអូនសួរបណ្ដើដៃក៏រាវឡើងបណ្ដើហើយវៃក៏បានឆ្លើយថាភេទទី2របស់អូនគឺជាអូមេហ្គាលៀនជូក៏អោនទៅថើបករបស់វៃរួចក៏សួរទៅកាន់វៃថាបើអញ្ចឹងតើអូមេហ្គាមានកម្ដៅពេលណាខ្លះវៃក៏បាននិយាយថាបងអូនចង់គេងហើយគេក៏កាត់ចោលទៅកំដៅថាគេធ្វើអីទៀតទេសាច់រឿងក៏បានកាត់មកទេសភាពយ៉ាងស្រស់ស្អាតមួយរួចយើងក៏បានឃើញមានកង់មួយកំពុងតែជិះតាមផ្លូវនឹងដែររួចគេក៏បង្ហាញពីក្មេងប្រុសជំទង់ម្នាក់កំពុងតែជិះកង់នោះបានបន្តិចគេក៏បានឈប់កង់រួចក៏កាត់មកដល់ហាងផ្កាមួយកន្លែងរួចក៏ឃើញក្មេងប្រុសម្នាក់នោះបានដើរមកទាំងនិយាយថាប៉ាន់តូចទិញមកវិញហើយនៅរួចក៏ឃើញដៃមនុស្សម្នាក់បានហុចទឹកមកទាំងនិយាយថានៅទេហើយម្នាក់នោះគឺជាវៃពេលនេះសក់របស់គាត់គឺវែងមែនតើឡើងអាចចងបានទៅហើយគាត់ក៏និយាយថាមិនក៏មើលទៅកូនដូចជាអស់កម្លាំងខ្លាំងម្ល៉េះរួចម្នាក់
ប្រុសនេះគឺជាតុងតុងរបស់យើងឯងពេលនេះគេធំកំឡោះហើយណារួយគេក៏ទទួលយកទឹកមកទៅនិយាយថាមកពីរៀនចប់ភ្លាមកូនក៏ស្ទុះមកទីនេះផ្លែតតែម្ដងរួយក៏សួរទៀតថានិយាយអញ្ចឹងចុះលទ្ធផលធ្វើតេស្តរបស់ទីងវិញតើគ្រប់យ៉ាងអត់អីណាវៃក៏បាននិយាយថាកុំអារម្មណ៍អីប្អូនមិនអីទេវៃក៏បានប្រាប់តុងតុងថាមុននេះប៉ារបស់កូនគឺតែខលមកប្រាប់ថាគាត់កំពុងតែមកតាមផ្លូវជាប់ស្ទះចរាចរណ៍តាមផ្លូវអញ្ចឹងហើយពួកយើងរងចាំគាត់នៅខាងមុខផ្ទះមុនទៅតុងតុងគេក៏និយាយថាអើយដឹងតែយូរទៀតហើយអញ្ចឹងរួយក៏ឃើញវៃក៏រៀបចំដើមផ្កាម្ដងក៏និយាយម្ដងថាឥឡូវនេះកូនជាសិស្សវិទ្យាល័យទៅហើយប៉ុន្តែហេតុអីក៏មើលទៅកូនដូចជានៅតែហួងហែងប្អូនស្រីកូនយ៉ាងហ្នឹងតុងតុងពេលនោះចេញសញ្ញាអត់ទឿនបដ ாய் រួយក៏ងាកមើលឆ្វេងមើលស្ដាំទាំងនិយាយថាគេមិនមែនប្អូនស្រីទេគេគឺជាប្អូនប្រុសហើយអ្នកទាំងអស់គ្នាប្រកាសជាមានចងល់ថាហេតុអីបានពាក្យនៅប្រកែកគ្នាតែមួយស្រីមួយប្រុសអញ្ចឹងទៅមុខតិចទៀតនឹងដឹងហើយវៃក៏ងាកមើលមុខតុងតុងទាំងស្ងាត់បន្តិចរួយក៏ដកដង្ហើមធំមួយហើយប្អូនប្រុសក៏ប្អូនប្រុសទៅអញ្ចឹងរួយគេក៏បានរាយរាប់ថាមិនថាលៀនយូទីងគឺជាប្អូនប្រុសឬក៏ប្អូនស្រីក៏ដោយវាគឺប្រើពេលច្រើនណាស់សម្រាប់កាងតុងក្នុងការគិតពិចារណាពីរឿងទាំងអស់ហ្នឹងតែរឿងមួយនេះវាបានកើតឡើងកំឡុងពេលដែលសិនធីងវៃកំពុងតែមានផ្ទៃពោះហើយក្នុងថ្ងៃនោះក៏ជាថ្ងៃដែលធ្វើឲ្យលៀនជូមានការភ្ញាក់ផ្អើលជាខ្លាំងម្ដងទៀតហើយគឺវាចាប់ផ្ដើមឡើងដោយរួយគេក៏បានបង្ហាញពីបន្ទប់វះកាត់នៅមន្ទីរពេទ្យទៀតហើយរួយគេក៏រំលឹកទៅដល់ថ្ងៃដែលវៃសម្រាប់កូនណាតុងតុងក៏ឈរនិយាយថាកំភៃអីចំណែកលៀនជូវិញមុខខ្មៅអាយអស់ហើយទាំងគិតថាគួរតែមិនចាំបាច់ត្រូវភ័យបែបហ្នឹងទេរួយក៏លឺសំឡេងខ្សឹបថាខ្ញុំអាចធ្វើបានចំណែកលៀនជូនតុងតុងឆ្ងល់មែនទែនក៏ងាកទៅមើលសំឡេងតាមសំឡេងដែលនិយាយហ្នឹងហើយម្នាក់នោះគឺជាដុកទ័រទាំងអស់គ្នាគាត់ក៏ឈរតាំងសមាធិវាសូត្រធម៌អញ្ចឹងកំភៃអីប្រាប់ថាកំភៃអីទន្ទិញតែបែបហ្នឹងទេប៉ុន្តែអារម្មណ៍ក៏ពុះតែភ័យខ្លាំងសាច់រឿងក៏បានកាត់ទៅប្រហែលម៉ោងក្រោយមកក៏ឃើញថាដុកទ័រពេលនេះអារម្មណ៍ស្រស់ស្រាយឡើងមកហើយទាំងគិតនៅក្នុងចិត្តថាចេះអរគុណព្រះជាម្ចាស់ហើយទីបំផុតធ្វើការវះកាត់បានឆ្លងផុតទៅដោយរលូនហើយតែបានបន្តិចមកក៏មានឮសំឡេងអ្នកណាម្នាក់និយាយថាដុកទ័រលាវពេលនោះគាត់ភ្ញាក់ឡើងព្រឺតហ្មងរួចក៏ឃើញគ្រូពេទ្យបានលើកទារកមកទាំងនិយាយថានេះឆាប់មើលទៅដុកទ័រលាវក៏ងាកមកទាំងភ្ញាក់ផ្អើលបន្តិចរួចនេះមិនមែនភ្ញាក់ផ្អើលធម្មតាទេអ្នកទាំងអស់គ្នាគាត់ក៏ស្រែកមកថាឲ្យបំពង់ខ្យល់អុកស៊ីសែនមកខ្ញុំចង់ដឹងដែរមិនដុកទ័រលាវគាត់ភ្ញាក់ផ្អើលអីខ្លាំងម៉េចហើយក៏ឃើញថាពេលនេះដុកទ័រលាវដាក់អាបំពង់អុកស៊ីសែនហើយគាត់ថាគាត់ស្ទះខ្យល់ព្រោះតែរន្ធត់គ្រប់ពេលហ្មងរួចយើងក៏ឃើញទឹកមុខរបស់លៀនជូគឺគាត់បែបមិនទេទាំងឈរមើលទៅទារកទាំងមួយដុកទ័រលាវហ្នឹងដុកទ័រលាវក៏បាននិយាយទៅកាន់លៀនជូថាតាមការវិនិច្ឆ័យទារកគឺមានអាការៈភេទខុសប្រក្រតីហើយវាក៏អាចបណ្ដាលមកពីរាងកាយរបស់លោកសិនផងដែរឬវាក៏អាចមកពីសែនរបស់ឪពុកម្ដាយដូចគ្នាលៀនជូឈរក៏និយាយថាដុកទ័ររួចគាត់ក៏ងាកមកនិយាយទាំងបែកញើសថាតិចលោកគេជាអេលៀនមែនទៅស្រួលអារម្មណ៍អត់មានសល់ចង់គៀងបេះដូងដុកទ័រលាវក៏បែកញើសទាំងភ័យទាំងគិតក្នុងចិត្តថាលោកលៀនរួចក៏ទាញកំពុងអុកស៊ីសែននឹងមកចិត្តមករំពេចហ្មងរួចក៏និយាយថាមិនម៉ាសាក់ប្រើអានេះដែរទៅល្អអត់នេះសាច់រឿងក៏បានកាត់មកឃើញវៃកំពុងតែគេងសម្រាប់នៅលើគ្រែទាំងនិយាយថាយកទារកមកនេះមករួចឲ្យមើលទឹកមុខលៀងជូអត់សូវល្អទេគឺគាត់បីទារកមកទាំងមើលទៅកាន់ទារកហ្នឹងរួចវៃក៏បានទទួលកូនយកមកបីគាត់ក៏សម្លឹងទៅកាន់ទារកទាំងនិយាយថានាងគឺតូចខ្លាំងណាស់ហើយស្បែករបស់នាងក៏ឡើងទន់ផងដែរអញ្ចឹងបញ្ជាក់បានថាទារកហ្នឹងគឺជាក្មេងស្រីប៉ុន្តែកាន់តែភ្ញាក់ផ្អើលនៅពេលដែលវៃបានបើកកណាត់មើលវៃគាត់បើកមើលភេទអញ្ចឹងទៅគឺឃើញថាគាត់ភ្ញាក់ផ្អើលខ្លាំងមែនទែនរួចគាត់ក៏បានលន់មាត់មកថាតើអាចជាអាល់ហ្វាបានយ៉ាងម៉េចទៅចាំដល់ទៅមុខតិចទៀតចាមានបកស្រាយកន្លែងហ្នឹងឲ្យអ្នកនរគ្នាយល់បន្ថែមប៉ុន្តែពេលនោះលៀនជូក៏បាននិយាយទៅកាន់វៃថាគឺជាភេទនៅក្នុងភពដើមរបស់អូនមែនទេដែលគេហៅថាមានកម្ដៅនឹងស្នាមខាំអីហ្នឹងវៃគាត់ក៏បាននិយាយថាមែនហើយរួចគាត់ក៏មើលមុខទារកទាំងនិយាយថាជាអាល់ហ្វាបែបនេះក៏ល្អដែរឆ្លាតក្លាហានរៀនពូកែនិងមានទេពកោសល្យធំឡើងអាចក្លាយជាអ្នកដឹកនាំគេបានលៀនជូក៏សម្លឹងទៅមើលមុខវៃទាំងញញឹមរួចគាត់ក៏ទៅវែកសក់វៃទាំងនិយាយថាអូនកូនរំពឹងពីលើនាងខ្ពស់ពេកអីរួចក៏អោនថើបវៃទាំងនិយាយទៀតថាឲ្យតែនាងមានសុខភាពល្អទៅគឺគ្រប់គ្រាន់ហើយអធិស្ឋានផងអ្នកនរគ្នាបើសិនបើadminនិយាយទៅយើងអត់សូវច្បាស់adminធ្លាប់និយាយដែរថាដោយសារadminពុតថ្មីអញ្ចឹងពេលកន្លងដាទៅវាពិបាកកន្លងមែនតើរួចក៏កាត់មកតុងវិញក៏និយាយថាប៉ាគាត់សុំមើលមុខប្អូនបន្តិចមកតុងពេលដែលមើលមុខប្អូនហើយក៏និយាយថាអូប្អូនប្រុសរបស់កូនគឺគួរឲ្យស្រឡាញ់ខ្លាំងណាស់តើកូនអាចសុំអោបគេបន្តិចបានអត់មើលចោគេតូចខ្លាំងណាស់ហើយស្បែករបស់គេទន់ចំណែកវៃក៏អង្គុយមើលពីលើក្រែមកតែមានក្តីសោករួចគាត់ក៏បានចាប់ទូរស័ព្ទដៃគាត់ឡើងមកទាំងសរសេរផ្ញើសារឡើងវែងគាត់បានផ្ញើសារហ្នឹងគឺផ្ញើទៅម៉ាក់របស់គាត់ក្នុងសារហ្នឹងគាត់បាននិយាយថាក្មេងគឺបានកោតមកហើយគេគឺជាអាល់ហ្វាស្រីដំបូងឡើយកូនភ័យខ្លាំងណាស់ខ្លាចថាឈាមលាយគ្នានឹងអាចប៉ះ
ព័ន្ធដល់នាងបានណាប៉ុន្តែសំណាងល្អហើយដែលនាងមានសុខភាពល្អគ្រាន់តែនាងនៅមិនទាន់ទម្លាប់នឹងភពមួយនេះនៅឡើយទេនាងនៅក្មេងពេកដូច្នោះពិបាកនឹងថានាងកាត់ទៅរកអ្នកណាខ្លាំងណាស់តែកូនក៏សង្ឃឹមថាភ្នែករបស់នាងក៏កាត់មករកកូនព្រោះតែខ្សែភ្នែករបស់លៀនជូគឺកាចខ្លាំងពេកហើយចំណែកឯភពមួយនេះវិញរៀងស្មុគស្មាញបន្តិចនៅខាងមន្ទីរពេទ្យគេមិនទាន់អាចសម្គាល់ថានាងគឺជាភេទអ្វីបាននោះទេលៀនជូហើយនឹងខាងមន្ទីរពេទ្យកំពុងតែចង់បំពេញដាក់ភេទនាងថាជាភេទប្រុសតែកូនគិតថាគួរតែដាក់ថាភេទស្រីវិញទើបល្អជាងមកដល់ពេលនេះទៅហើយពួកយើងនៅតែពិភាក្សាគ្នារឿងនឹងនៅឡើយទេវាពិតជាស្មុគស្មាញមែនទែនហើយថ្ងៃក្រោយកូនមិនចង់បង្កើតកូនទៀតនោះទេវាពិតជាឈឺខ្លាំងណាស់អ្នកម៉ាក់កូនស្រឡាញ់ម៉ាក់រួចគាត់ក៏បានសែនសារហ្នឹងទៅប៉ុន្តែសារហ្នឹងវាផ្ញើអត់ចេញទេអ្នកនរគ្នាដោយសារតែវានៅភពផ្សេងគ្នាផ្ញើមិនចេញអញ្ចឹងអេដមីនសម្បើកវងកញ្ចក់បញ្យល់ពីរឿង Alpha ស្រីហ្នឹងតិចហេតុអីបានជាពួកគេអត់ទាន់បែងចែកភេទរបស់ទារកហ្នឹងឲ្យដាច់ស្រឡះបានណានៅពិភពយើងធម្មតាតែក្មេងកើតមកឲ្យតែមើលតែភេទទេគឺភេទប្រុសគឺប្រុសស្រីគឺស្រីហើយប៉ុន្តែចំណែកឯកូនរបស់វ័យគឺគាត់កើតមកមុខពេលគេដែលមើលដំបូងនោះគឺគេសម្លឹងមើលតម្រង់មុខគឺក្មេងស្រីសុទ្ធហ្មងណាក្មេងស្រីប៉ុន្តែហេតុអីបានពួកគេថានាងហើយក៏មានតែភេទប្រុសផងស្រីផងលាយគ្នាគឺដោយសារតែកូននឹងមុខជាស្រីទេប៉ុន្តែគាត់មានងុយពីមុខណាអ្នកនរគ្នាដោយសារតែភេទគាត់គឺជាភេទប្រុសប៉ុន្តែមុខគឺភេទស្រីអញ្ចឹងហើយទើបជាពួកគេអត់ទាន់អាចបែងចែកបានថាគេជាក្មេងប្រុសឬក្មេងស្រីប៉ុន្តែសម្រាប់ភពរបស់វ័យគឺគេដឹងហើយថាគេគឺជា Alpha បាត់ទៅហើយជាមនុស្សស្រីប៉ុន្តែជាភេទ Alpha អញ្ចឹងមានន័យថាគេមានបន្តពូជគឺជាបុរសហើយចំណែកពេលគេធំទៅគឺជាមនុស្សស្រីគឺគេមានដើមទ្រូងមានអីដូចជាមនុស្សស្រីធម្មតាប៉ុន្តែគ្រាន់តែមានបន្តពូជគឺជាមនុស្សប្រុសតែប៉ុណ្ណោះអ្នកទាំងអស់គ្នាមិនដឹងថាធ្លាប់បានមើលរឿងប្រភេទមួយនឹងអត់ទេក៏មានគេសម្រាយដែរពីរឿងដែលមាន Alpha ស្រីហ្នឹង admin ភ្លេចចំណងជើងតែរឿងហ្នឹងគឺល្អមើលអញ្ចឹង admin សម្បិតមុខកញ្ចក់ត្រឹមហ្នឹងវៃសែនទៅរួចក៏គាត់អង្គុយញញឹមថាម៉ាក់កុំបារម្ភអីណាកូននឹងរស់នៅដោយសប្បាយចិត្តសាច់រឿងនៅភាគទី108ក៏ចាប់ផ្ដើមឡើងនៅថ្ងៃដែលវៃបានចេញពីមន្ទីរពេទ្យវៃក៏បាននិយាយទាំងសប្បាយចិត្តថាលៀនជូតើពួកយើងគួរដាក់ឈ្មោះកូនថាយ៉ាងម៉េចទៅល្អហើយក្នុងឈ្មោះដែលអូនបានរើសគឺមានមួយណាដែលបងពេញចិត្តដែរអត់លៀនជូក៏រៀបអីវ៉ាន់បណ្ដាក៏និយាយបណ្ដាថាបងយ៉ាងម៉េចក៏បានដែរវៃក៏និយាយទាំងទម្លាក់ទាំងមុខថាក្នុងនាមជាឪពុកតែហេតុអីក៏មើលទៅបងដូចជាមិនសូវខ្វល់សោះអញ្ចឹងលៀនជូក៏រៀបអីវ៉ាន់ហើយក៏តបរួចក៏ដើរមករកវៃទាំងនិយាយកាន់វៃថាឈ្មោះដែលអូនរើសគឺល្អទាំងអស់ហ្នឹងវៃក៏នាងងក់ងើថាអញ្ចឹងក៏បានលៀនជូក៏បានគិតថាសម្រាប់គាត់ឈ្មោះវាគ្រាន់តែជាការសម្គាល់គ្នាតែប៉ុណ្ណោះពីព្រោះថាកាលពីមុនគាត់ធ្លាប់មានឈ្មោះច្រើនខ្លាំងណាស់គ្រួសារនីមួយៗដែលយកគាត់ទៅចិញ្ចឹមគឺសុទ្ធតែដាក់ឈ្មោះឲ្យគាត់ផ្សេងគ្នាទាំងអស់ហ្នឹងពេលដូរវាកាន់តែច្រើនទៅអត្ថន័យក៏វាបាត់ទៅតាមហ្នឹងដែរលៀនជូក៏គិតបន្តថាខ្ញុំបាននឹកឃើញឈ្មោះល្អមួយចំនួនដែរប៉ុន្តែបើប្រៀបធៀបនឹងឈ្មោះដែលវៃគិតរកឃើញវិញវាហាក់ដូចជាសាមញ្ញពេកហើយតែចំណែកវៃគិតតែនិយាយរហូតថាអូឈ្មោះមួយនេះគឺអូនសង្ឃឹមថាថ្ងៃក្រោយទៅនាងនឹងមានក្តីសុខនិងមានសុខភាពល្អសម្រាប់វៃមួយម៉ាត់ណាគឺគាត់ចាត់ទុកកូនគាត់ជាស្រីរហូតហ្មងលៀនជូក៏គិតបណ្ដាទាំងអែលមុខវៃបណ្ដាថាអញ្ចឹងហើយខ្ញុំចង់ឲ្យវៃជាអ្នកដាក់ឈ្មោះឲ្យកូនជំនួសឲ្យគាត់វិញរួចវៃក៏បាននឹកឃើញទាំងចាប់ដៃរបស់លៀនជូទាំងនិយាយទាំងសប្បាយចិត្តថាលៀនលីតុងទៅយ៉ាងម៉េចដែរកាងតុងមានន័យថាសុខភាពល្អចំណែកឯលីតុងមានន័យថាក្មេងដែលរីករាយយ៉ាងម៉េចដែរលៀនជូក៏និយាយថាតើអូននឹកឃើញបានប្រហែលឈ្មោះហើយហ្នឹងបងគិតថាអូនអាចចេញបោះពុំសិភៅដាក់ឈ្មោះឲ្យកូនបានហើយនេះគឺនិយាយញាស់ប្រពន្ធហ្មងវៃឡើងខ្ជូតហ្មងវៃក៏សួរកាន់លៀនជូថាចុះចំណែកបងវិញគិតយ៉ាងម៉េចទៅលៀនជូក៏បាននិយាយថាបងតាមតែអូនទាំងអស់ហ្នឹងរួចក៏លឺតែវៃជាមួយនឹងលៀនជូនិយាយគ្នារឿងថារកឈ្មោះដាក់ឲ្យកូនមិនលៀនជូក៏និយាយថាដាក់ថាលីតុងទៅអញ្ចឹងបើមើលមកកូនគឺគេលក់ស្រួលខ្លាំងមែនតើសាច់រឿងក៏បានកាត់មកប្រហែលថ្ងៃក្រោយក៏ឃើញថាវៃក៏កំពុងតែបីកូនរួចក៏ដូចជាឆ្ងល់ជាមួយអ្វីម្យ៉ាងពេលនោះក៏មានអ្នកណាម្នាក់បានខលមកគាត់ហើយនៅលើទូរស័ព្ទគឺដាក់ថាលៀនជូវៃក៏ដាក់កូនចុះទាំងគិតថាក្រែងថាទៅចុះសម្បត្តិកំណើតឲ្យកូននៃតើមានរឿងអីកើតឡើងមែនទេបើយើងមើលទៅកាន់ទឹកមុខលៀនជូដ៏អត់ស៊ឺល្អសោះរួចពេលដែលវៃបានលើកទូរស័ព្ទហើយគាត់ក៏បាននិយាយទៅកាន់វៃថាតើអាចដាក់ឈ្មោះថាលីតុងជាឈ្មោះហៅក្រៅបានអត់វៃក៏រៀងឆ្ងល់បន្តិចថារួចក៏និយាយទាំងរីករាយថានេះបងនឹកឃើញឈ្មោះអីផ្សេងមែនលៀនជូក៏ឆ្លើយថាបានបន្តិចគេក៏ហៅឈ្មោះលេខបន្ទាប់រួចក៏ឃើញលៀនជូបានមកចុះឈ្មោះហើយពេលនោះអ៊ីមួយអ្នកចុះឈ្មោះក៏សួរថាដាក់ឈ្មោះអីគេលៀនជូក៏បានប្រាប់ថាលៀនយូធីងហើយមកមុខនិយាយតែខ្ញុំបែបអត់សមសោះលៀនជូក៏គិតថាឈ្មោះលៀននឹងមកពីពាក្យថារីករាយចំណែកឯធីងគឺមកពីពាក្យថាសិនធីងវៃតែអ៊ីនឹងគាត់ថាគាត់ស្ដាប់អត់ឮទេនិយាយម្ដងទៀតមកនិយាយលឺជាងនឹងមកលៀនជូក៏និយាយបែបមួយថាលៀនយូធីងអ៊ីនឹងក៏និយាយថាយូមកពីពាក្យអីហើយធីងនឹងមកពីអីគេហើយវាថាប្រទេសចិនគេដាក់ឈ្មោះកូនគឺសិតតែមកពាក្យគេសិតតែយកអត្ថន័យគេមិនមែនចេះតែដាក់នោះទេលៀនជូក៏អស់ជំរឿសឡើងបែកញើសហ្មងគាត់ថាយូមកពីពាក្យថារីករាយធីងមកពីពាក្យថាសិនធីងវៃក្រោយពេលចុះសម្បត្តិកំណើតរួចមើលទៅមុខលៀនជូកាន់กระดาษហ្នឹងគាត់គិតចុងក្រោយសរសេរខុសដែរចុងក្រោយឈ្មោះកូននឹងក៏ចេញមកថា
លៀនយូធីងចំណែកក្នុងកំឡុងពេលដែលនឹងណាគឺវៃកំពុងតែរងចាំនៅផ្ទះនោះជាមួយនឹងយូធីងដែលកំពុងតែរងចាំនៅផ្ទះទៅតែកើតបាន10ថ្ងៃនេះក៏អត់ទាន់ដឹងរឿងថាឈ្មោះនឹងដាក់ខុសនោះទេហើយនៅស្របពេលដែលទារកទៅតែមានឈ្មោះដំបងហ្នឹងឈ្មោះនៅក្នុងសម្បត្តិកំណើតហ្នឹងដាក់ខាងលើអាឈ្មោះខាងលើហ្នឹងមានន័យថាលៀនយូធីងប៉ុន្តែខាងក្រោមក៏យូធីងដូចគ្នាប៉ុន្តែអត្ថន័យឈ្មោះពីរហ្នឹងគឺវាខុសគ្នាអក្សរពីរខុសគ្នាអញ្ចឹងអត្ថន័យនៃឈ្មោះក៏វាទៅតាមនឹងដូចគ្នាដែរឈ្មោះមួយគឺអត្ថន័យថាក្មេងនឹងរីករាយមួយទៀតគឺមានន័យថាជាទឹកអីណាណោះរួចតុងតុងក៏បាន3ប្អូនបណ្ដាក៏ហៅថាចាប់ពីពេលនេះតទៅបងនឹងហៅឯងថាធីងធីងហើយណា